Chnaiអាចអស់នោមតែម្ដងម៉ែយើងធ្វើបានលុយសុតពុកម៉ែបងប្អូនឆ្នៃផ្លែដូងគ្មានអោយសសាច់ត្រង់ណាទេដែលខ្មែរយើងពុះសក់ដូងនេះយកសាច់ដូងយកទៅកោសយកទៅពូតដើម្បីយកទៅធ្វើប្រេងដូងហើយបន្ទាប់ពីយកធ្វើប្រេងដូងគឺគេយកទៅធ្វើជាដុំសាប៊ូដូងដោះខ្លួនសាប៊ូដូងលីកាហ្វេមានតាំងពីប្រភេទប្រេងលាបខ្លួនប្រេងដូងលាបខ្លួនក៏ដូចជាប្រភេទប្រេងគេហៅប្រេងម៉ាស់លាបសក់បដោះសក់បានទៀតអញ្ចឹងបានថាខ្មែរយើងអូប៉ាកែមែនតើហើយបន្ទាប់មកគេយកអាប្រេងដូងហ្នឹងយកទៅធ្វើសាប៊ូសូត្រមាសដែលលាយជាមួយនឹងសូត្រមាសធ្វើសាប៊ូសូត្រមាសបានទៀតហើយអ្វីដែលលើសពីហ្នឹងយកត្រឡោកដូងយកទៅធ្វើខ្ជុងយកដុតធ្វើខ្ជុងអាខ្ជុងត្រឡោកដូងនេះលេខ1ហ្មងអញ្ចឹងបានថាខ្មែរយើងច្នៃខ្ទេចអស់ហើយបន្ទាប់មកគេយកអាត្រឡោកដូងខ្ជុងហ្នឹងគេយកទៅម៉ត់យកទៅធ្វើជាម្សៅច្នៃធ្វើជាសាប៊ូដោះមុខដែលគេយកចេញពីម្សៅខ្ជុងត្រឡោកដូងហ្នឹងយកមកធ្វើឲ្យមានស្ក្រាប់អាខ្ជុងនឹងទៀតអញ្ចឹងបានថាអូប៉ាកែមែនតើហើយនេះចាស់ពីដើមគឺគាត់យកដូងនឹងឯងយកទៅធ្វើប្រេងដូងគោសម័យពីដើមគឺគេលាបតាហ្នឹងទេក្តាប់ខែអីអត់ដែលមានលេមានអីលាបតែប្រេងដូងហីចាដៃណានេះនិយាយពីខែក្តាប់ឡើងប្រេងចកាដល់ហើយអញ្ចឹងប្រេងដូងខ្ញុំកោសចឹងហើយខ្ញុំពូតហើយខ្ញុំស្លោហើយខ្ញុំឲ្យកូនលាបដល់ពេលវាលាបស្បែកវាឡើងតន់រលោងណាចាហើយយកសក់ក្បាលវិញមិនដែរសក់ក្បាលវិញកាលនេះស្ដើងហើយដល់ហើយថាសក់ខ្លួនឯងស្ដើងអញ្ចឹងខ្លួនឯងលេបប្រេងដូងបំសក់អងល្អបំស្អាតដល់ពេលហើយវាលេបតាមខ្ញុំមានអីឡូវសក់វាស្អាតដូចសក់គេអូឡើងតន់ណាតន់ហើយហ្នឹងហើយវារៀងដូចថាដូចគេអូចឹងរៀងអាលាស់ហ្មងសក់វាសក់ក្បាលវាកូនស្រីខ្ញុំហ្នឹងកាំងលេបកូនហ្មងអ្នកកប៉ោតលើតម្លៃម៉ានហើយអ្នកកប៉ោតកំមុំអ្នកកប៉ោតកូនកំមុំមិនលេបហើយយកថ្លៃជាង10000កំមុំអ្នកកប៉ោតឲ្យតែប្រើប្រេងដូងឡើងថ្លៃហ្មងអមចាហើយទាំងអស់នេះសិតតែក្បួនចាស់បុរាណរបស់យើងហើយនេះគឺសិតតែអ៊ំមីងនៅខាងខេត្តកពតដែលខ្ញុំបានទៅថតកន្លែងគាត់ធ្វើប្រេងដូងណាអូប៉ាកែមែនតើប្រេងដូងនេះយកមកបដោះសក់ណាគេហៅម៉ាស់សក់លាបមានក្បួនមានຂ្នាតរបស់គេធ្វើម៉េចឲ្យដោះបានល្អប្រើមែនតើហើយគេមានជាប្រភេទអាប្រេង body oil លាបខ្លួនឲ្យលោងស្បែកអីហ្នឹងគឺពុកម៉ែបងប្អូនអាចជួយជាវបាននៅតាម page H Beauty ក៏ដូចជាកវ៉ាន់ Cambodia ដែលកវ៉ាន់ Cambodia គឺគាត់មានលក់ផលិតផលច្រើនណាស់ជាពិសេសគឺប្រេងដូងដែលធ្វើចេញមកពីធម្មជាតិរបស់អ្នកស្រុកអ្នកភូមិនេះអូយកវ៉ាន់ Cambodia គឺគាត់ព្យាយាមជួយជំរុញអ្នកភូមិធ្វើម៉េចឲ្យផលិតផលក្នុងស្រុកយើងដើរអញ្ចឹងទាំងអស់នេះគឺសិតតែជាផលិតផលនៅក្នុងស្រុកធ្វើដោយដៃ handmade ទាំងអស់ដែលអ្នកកពតគឺគាត់ជាអ្នកច្នៃធ្វើប្រភេទប្រេងដូងនេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនសម្រាប់ប្រេងដូងគឺយកមកលាបខ្លួនមានម៉ាស់សក់ជាប្រភេទប្រេងដូងសក់លាបសក់អីហ្នឹងក៏ដូចគ្នាដែរហើយជាទូទៅនៅកន្លែងសិប្បកម្មកន្លែងកែច្នៃរបស់គាត់ធ្វើប្រេងដូងនេះគឺគាត់ប្រម៉ូទិញពីអ្នកភូមិនឹងឯងប្រភេទដូងប្រភេទអីហ្នឹងគឺដូងរបស់អ្នកកពតគេហៅដូងធំដូងអីហ្នឹងធំណាដូងរបស់គាត់ហ្នឹងយកមកសក់យកមកពុះយកមកហែកយកមកពូតយកទឹកយកអីចឹងទៅដើម្បីយកទៅកែច្នៃធ្វើប្រេងដូងអញ្ចឹងបាទខ្ញុំថាច្នៃឯងអាចអស់នោមតែម្ដងគ្មានឲ្យសល់កន្លែងណាទេពីយើងទៅឲ្យតែយើងនាំគ្នាគ្រប់គ្រងផលិតផលក្នុងស្រុកប៉ុន្តែយើងត្រូវបែងចែកពីដាច់មួយរបស់ធ្វើដោយដៃមួយធ្វើដោយម៉ាស៊ីនច្រើនណាជាទូទៅរបស់ធ្វើដោយដៃតម្លៃវារៀងខ្ពស់បន្តិចហើយពុកម៉ែបងប្អូនអ្នកដែលធ្លាប់ប្រើគឺត្រូវតែយល់ចំណុចហ្នឹងដែរហើយក៏ដូចជាប្រភេទរបស់ធម្មជាតិនេះគឺតម្លៃជាទូទៅវារៀងខ្ពស់ជាងរបស់ដែលគេលាយនេះលាយនោះបន្តិចហើយអញ្ចឹងសម្រាប់ដូងនេះគឺធម្មជាតិទាំងអស់គឺមាននិយាយទៅរបស់លាបនេះគឺអត់មានកែច្នៃលាយស្អីតែផ្ដេសទេខ្ញុំទៅដល់ថតគាត់ទស្សនវិជ្ជាអ្នកមីងលោកពូគឺគាត់ធ្វើការងារនៅហ្នឹងគាត់ពុះសក់ឲ្យពូតឈូសដូងហ្នឹងយកទៅធ្វើអីចឹងទៅហើយអាដូងកាពីងនេះគាត់ថាជាទូទៅសាច់វាការធ្វើប្រេងគឺខុសៗគ្នាតាមក្បួនទៀតអញ្ចឹងសម្រាប់ប្រេងដូងប្រេងបដោះសក់ម៉ាស់សក់អីនេះគឺគាត់មានប្រើលាយជាមួយនឹងប្រភេទផ្កាទៀតគឺគាត់ប្រើផ្កាស្បៃរឿងផ្កាកាឡាបដើម្បីលាយនៅក្នុងហ្នឹងដើម្បីឲ្យឃើញសម្រស់ប្រេងហ្នឹងកាន់តែស្អាតទៀតដូចជាក់ស្ដែងប្រេងបដោះប្រេងលាបខ្លួននេះគឺគាត់មានថែមផ្កាស្បៃរឿងនៅខាងក្នុងហ្នឹងអញ្ចឹងប្រភេទ body oil លាបខ្លួនហើយប្រភេទបដោះសក់វិញគឺជាប្រភេទម៉ាស់សក់ហ្នឹងគឺគាត់ប្រើផ្កាកាឡាបហើយប្រសេសគឺគេយកដូងហ្នឹងសាច់ដូងហ្នឹងយកទៅកោសយកសាច់របស់វាហើយគឺគេយកទៅពូតដែរអញ្ចឹងសម្រាប់ក្បួននៃការធ្វើប្រេងដូងនេះគឺគេហៅថាធ្វើប្រេងដូងត្រជាក់អត់ធ្វើប្រេងដូងក្តៅទេមានន័យថាដូងនេះពេលដែលគេកោសគេពូតហើយគឺគេយកវាទៅផ្អាប់ចោលដូចគេត្រាំទឹកខ្មេះអញ្ចឹងណាព្រោះអីគេពូតឲ្យឲ្យចប់គឺគេឲ្យមានយកទៅដាំទឹកគោដូចចាស់ពីដើមទេចាស់ពីដើមគាត់គោទឹកនឹងភ្លើងកម្ដៅមានន័យថាយកខ្ទិះដូងហ្នឹងយកទៅកូរជាមួយទឹកក្តៅដើម្បីបានប្រេងមកប៉ុន្តែវិធីហ្នឹងវាធ្វើឲ្យងាប់សារធាតុល្អមួយចំនួនរបស់ប្រេងដូងអ
ចឹងហើយបានសម័យឥឡូវគឺគេមានវិធីមួយទៀតគឺគេពូតយកប្រេងដូងនឹងហើយគឺគេយកវាទៅទុកឲ្យយូរឡើងតាមក្បួនតាមຂະຫນາດរបស់គេហើយគេហៅប្រេងដូងត្រជាក់ដែលវាអត់ងាប់មេរោគអីអត់ងាប់សារធាតុល្អទេហើយបន្ទាប់មកបានគេយកវាទៅលាយធ្វើជាសាប៊ូដុំហ្នឹងមានអាសាប៊ូដូងសុទ្ធមានអាសាប៊ូលាយជាមួយនឹងកាហ្វេសាប៊ូលាយជាមួយនឹងរំដេងស្អីបល័យស្អីដែរខ្ញុំភ្លេចបាត់ហើយគាត់មានសាប៊ូដុំប្រមាណប្រភេទហ្នឹងទៀតដែលគេមានលាយអញ្ចឹងណាហើយគេមានជាប្រភេទ body oil ប្រភេទប្រេងដូងដែលគេច្នៃគេដាក់ស្អីចូលបាយនោះជាប្រភេទប្រេងមួយដែលគេនាំចូលទេព្រោះខ្មែរយើងធ្វើអត់បានទេហ្នឹងអញ្ចឹងគេយកវាមកលាយចូលគ្នាហើយដាក់វាទៅខ្លាយទៅជាប្រេងលាបខ្លួនជាប្រភេទ body oil ហើយគាត់ដាក់ផ្កាស្បៃលឿងនេះដើម្បីឲ្យរំលេចឲ្យគាត់បន្ថែមវីតាមីន E នៅក្នុងហ្នឹងទៀតអញ្ចឹងចំណុចពិសេសរបស់វាគឺច្រើនមែនតើអញ្ចឹងបានថាខ្មែរយើងគឺធ្វើបានធ្វើគ្មានសល់កន្លែងណាទេផ្លែដូងមួយគឺព្យាយាមច្នៃអញ្ចឹងពេលមានការគ្រប់គ្រងច្រើនខ្ញុំជឿថារបស់ខ្មែរយើងអ្នកដែលដាំដូងបានគឺគាត់ដឹងតែមានទីផ្សារដូចជាក់ស្ដែងនេះអូយ body oil គាត់គាត់ដាក់ចូលដបមកគឺមើលទៅទំនងប្រើមែនតើអញ្ចឹងកុំភ្លេចណាពុកម៉ែបងប្អូនជួយជាវនៅលើ Facebook page របស់ ABUT ក៏ដូចជាកវ៉ាន់ Cambodia គេស Cambodia អីហ្នឹងដែលប្រេងទាំងអស់នេះគឺសិតតែមានអត្ថប្រយោជន៍មែនតើហើយខ្ញុំបានសួរលម្អិតទៅគាត់ដែរតែប្រភេទដូចត្រជាក់យើងអាចញ៉ាំក៏បានប្រើលើស្បែកលើសក់និយាយទៅពីចុងក្បាលដល់ចុងជើងហើយគុណភាពវាគឺល្អខ្លាំងយើងឥឡូវគីមីច្រើនណាស់អញ្ចឹងបើយើងប្រើលាយស្បែកអ្នកខ្លះគឺឃើញសមែនតែសមកក្បោះដូចថ្នាំលាបផ្ទះចឹងណាបងប៉ុន្តែសម្រាប់ប្រេងនេះគឺប្រើគឺវាសបែបធម្មជាតិអាឡូមគឺប្រេងខ្មែរហ្មងណាបងហើយបើយើងបានប្រើជាមួយនឹង scrub ធម្មជាតិទៀតគឺ best ខ្លាំងប្រតិភាពឃើញលឿនហើយយើងអត់ចាំបាច់ឃ្លុំដូចលេយើងព្រោះហើយយើងដើរធម្មតាពេលអាវធម្មតាក៏វាអត់ប៉ះពាល់ឲ្យស្បែកយើងខ្លោចយើងក្រៀមមិនដែរគឺវារក្សាស្បែកយើងគឺឲ្យនៅធម្មជាតិស្អាតហ្មងបតាក់វានៅលើបាតដៃបែបនេះមកទឹកវាពណ៌សបែបនេះពេលបតាក់ហើយយើងចាប់ផ្ដើមយកវាមកញីនៅលើស្បែកក្បាលញីនៅឲ្យសប់ទៅលើស្បែកក្បាលហើយជាពិសេសអ្នកដែលគាត់មានកែអីហ្នឹងគ្រាន់តែគាត់ប្រើលើកដំបូងហើយចាប់ឃើញផលលឿនព្រោះឯដោយសារពេលយើងទៅញីទៅវាចាប់ផ្ដើមចេញក្អែលកែហ្នឹងចេញមកលើស្បែកក្បាលយើងហ្មងហើយវាជួយទៅបដោះកូនសក់បានលឿនមែនតើហើយជាពិសេសពេលដែលយើងប្រើវាហើយយើងម៉ាស្សាគល់សក់ស្បែកក្បាលរបស់យើងសប់អស់ហើយយើងចាប់ផ្ដើមម៉ាស្សាទៅលើចុងសក់វិញយើងលាបវាទៅលើចុងសក់ទៅដើម្បីវាជួយទៅបំពន់សរសៃសក់ហើយណាវាជួយទៅកាត់បន្ថយបញ្ហាសក់បែកចុងសក់សពងសក់ស្ងួតអីហ្នឹងក៏អាចប្រើជាមួយនឹងអាប្រេងបដោះសក់ហ្នឹងបានដែរបន្ទាប់ពីយើងលាបវាឲ្យអស់ចឹងទៅយើងទុកវារយៈពេល15ទៅ20នាទីឬក៏ទៅ30នាទីចឹងទៅចាំយើងកក់សក់ជាមួយនឹងសាប៊ូកក់សក់ធម្មតាបានចា៎ហើយសម្រាប់ប្រេងលាបខ្លួននេះអាហ្នឹងវាជួយទៅលាបធ្វើឲ្យស្បែកយើងអាឡូងហើយមានសំណើមភ្លឺថ្លាគីឡូបែបធម្មជាតិចឹងណាគេដែលគាត់ចូលចិត្តសម្បូរបែបគីឡូអីហ្នឹងគឺគាត់ប្រើអានេះទៅហើយសំខាន់ប្រភេទប្រេងដូងជាទូទៅគឺវាជួយទៅកាត់បន្ថយសង្វារផងដែរហើយកន្លែងនេះខ្ញុំតាមដែលខ្ញុំបាននិយាយជាមួយអ៊ំដែលគាត់ជាអ្នកផលិតដែលគាត់ចាស់ចំពីដើមហ្នឹងគាត់ប្រាប់ថាប្រភេទប្រេងដូងណាអ្នកដែលគាត់លាបភ្លើងអីហ្នឹងស្បែកគាត់មិនរបបបងអញ្ចឹងវាក៏ជួយបដោះកោសិកាថ្មីហ្នឹងបានលឿនដែរបង